តាចាស់ញញនិយាយថាបើមិនគេគឺយើងនៅថ្ងៃស្អែកនេះបើយើងមិនស្លាប់ក៏គេស្លាប់ដែរបាទអញ្ចឹងគូណាំងថាអត់ចប់ទឹកនោះទេបងប្អូនចំណែករីគីសេនថមប៉ះជាមួយនឹងកីឡាកររុស្ស៊ីអ៊ីប្រាហ៊ីមគឺបាទសល់តែ3ខាំនោះទេបើកីឡាកររុស្ស៊ីអត់ព្រមបាទទៅសម្រកទេមានតែផឹកទឹកថែមអញ្ចឹងការចរចាមួយលោកគ្រូរីគីមិនដឹងថាយ៉ាងណាយ៉ាងណីនោះទេបាទយើងចាំអូទាំងអស់គ្នាតែថ្ងៃស្អែករីគីសេនថមបានប្រកួតជាមួយនឹងកីឡាករបាទរុស្ស៊ីអ៊ីប្រាហ៊ីមនេះបានឬមួយក៏យ៉ាងណាបាទហើយការប្រកួតរបស់គាត់បើប្រកួតគឺអំបោះឆៅហើយសម្រាប់សោតវាសនាវិញប៉ះជាមួយនឹងអូស្ការបាទអូស្ការនេះគាត់ធ្លាប់បាទវាយផលសុផុនបាក់ក្តោងច្រមុះបាទសម្រាប់អបរយៈពេលច្រើនខែដែរយើងក៏លេចមកមើលអ្នកវិភាគឯករាជ្យរបស់យើងវិញគឺស៊ីនធូបាទអត់មានកាន់ជើងសិស្សច្បងអាលិចឬមួយកាន់ជើងបាទគ្រូសាន់អីនោះទេបាទទៅលើកបាទសូតសខឹមថាសូតសខឹមនឹងខ្លាចជាម្ចាស់ពៀនរីឯបាទអាលិចវិញជាមួយនឹងគ្រូសាន់បានទៅក្រុមកាប់មុខនឹងដាច់ផ្ងាអញ្ចឹងយើងមកស្ដាប់ស៊ីនធូវិភាគទាំងអស់គ្នាបាទនិយាយចំត្រង់តែម្ដងអត់មានខ្លាចមានភ័យមានព្រួយបារម្ភអីទេអេយាយលឺយាយលឺសាន់ហើយនឹងអាលិចកាប់មុខមិនអត់កាប់មុខបាយញ៉ៃសាន់អាលិចហ៎ចិត្តតូចកាត់ឲ្យវាយយាយកាត់ឲ្យចិត្តតូចហើយចិត្តតូចនេះដូចគាត់និយាយអត់អីហើយថាបងចិត្តទូចឲ្យឃើញបងវាយរបស់ឆៅមុនទេចុះបងវាយអត់វាយបងស្លាប់ទេអរេចិត្តទូចគ្នាបាច់តបានមួយអ្នកទីវិភាគឥឡូវមួយទៀតស្លប់កាប់តែមុខអត់បាក់គូទេអត់ទេណាតែទៅកាប់មុខហើយកាប់មុខពីរណែបាទឥឡូវពៀននេះបានណាគេសួរវាចឹងពៀនរង្វាន់មួយនេះគាត់ថាបានកីឡាកររូបណាព្រោះដោយសារចេះមកសិលមាញ់បែកកពីបយើងមានធីវរិតមួយទៀតតែឥឡូវនេះគឺផ្លាក់ដូរបាទយើងមានកីឡាករចិនមួយទៀតបាទដែលគាត់កំពុងតែហោះមកហើយនេះបាទតូចចិត្តអត់បាទណាគេអ្នកលើកមានយោអេឥឡូវកាន់ពៀនរង្វាន់នេះគិតថាកីឡាកររូបណាកីឡាកររូបណាយកកីឡាកររូបហ្នឹងហ្មងអេអញ្ចឹងបាទដល់ពៀននេះសំខាន់ណាស់ពៀននេះណាអ្នកទាំង3ឬមួយក៏កីឡាករចិនមួយទៀតដែលយើងធ្វើការផ្លាស់ប្ដូរបើអ្នកណាដែលគាត់ឈ្នះពៀននេះគឺនឹងទៅពួតមកតង់ទៀតបាទពួតតែមកតង់ទៀតនេះគឺគាត់ចូលខ្សែក្រវ៉ាត់តែម្ដងបាទអញ្ចឹងគឺពៀននេះសំខាន់បាទសម្រាប់កីឡាកររបស់យើងទាំង3ព្រោះបងប្អូនយើងគាត់ឆ្ងល់ថាចុះមិនបានបែកពីរបស់គាត់ទាំង3ទាំង4អ្នកនេះមិនក៏បានខ្សែក្រវ៉ាត់តែម្ដងបាទគឺយើងត្រូវលេងពីតង់ម្ចាស់ពៀននេះគឺឈ្នះកាន់ពៀននេះហើយបានឡើងទៅបែកខ្សែក្រវ៉ាត់អស់ទៀតបាទអញ្ចឹងវាពិសេសតិចចឹងបញ្ជាក់ហើយដូរអត់កាប់មុខអត់អ្នកណាកាប់មុខតាមគូលេចអូលេចមើលមុខឲ្យមើលលេចស្លោលេចស្លោអឺអៀនមាត់ដល់អៀនដៃដល់បាទអញ្ចឹងគឺបងប្អូនសួរគាត់ថែមទៅបាទវារួយបរិសាឥឡូវនេះខ្ញុំសួរអស់ហើយក៏សួរ